សួស្តីអ្នកទាំងអស់គ្នា Welcome មកកាន់ប្លុករបស់នាងខ្ញុំទៅកាន់ប្រទេសជប៉ុនដោយសារតែមានការវឹកវរជាខ្លាំងអត់បានថតពីការធ្វើដំណើរពីប្រទេសកម្ពុជាមកខាងសៀងហៃព្រោះយើងធ្វើ train seat ពីសៀងហៃទៅខាងជប៉ុនណាអញ្ចឹងសកម្មភាពនៅលើយន្តហោះគឺនាងខ្ញុំថតបានតែប៉ុណ្្នឹងទេអត់បានថតអីច្រើនទេបងប្អូនចំពោះការធ្វើដំណើរពីពលានយន្តហោះមកកាន់កន្លែងដែលយើងត្រូវ check in hotel ហ្នឹងគឺយើងធ្វើដំណើរតាមរយៈរថភ្លើងដោយសារតែនៅប្រទេសជប៉ុនគឺរថភ្លើងគឺមានតម្លៃរៀងធូរថ្លៃជាងគេណាហើយយើងស្នាក់នៅ hotel ដែលយើងកំពុងធ្វើដំណើរទៅហ្នឹងគឺនៅម្ដុំSky Tree អញ្ចឹងនៅហ្នឹងគឺរៀងមានសភាពស្ងប់ស្ងាត់បន្តិចហើយណាមួយពួកខ្ញុំhotel នៅហ្នឹងដោយសារតែវានៅជិតរថភ្លើងមែនតើពួកយើងងាយស្រួលធ្វើដំណើរទៅដំណើរកម្សាន្តកន្លែងផ្សេងអញ្ចឹងណាហើយយើងទៅ check in សិនបន្ទាប់ពី check in នៅ hotel ហើយពួកខ្ញុំអត់មានអីច្រើនទេគឺមក7តែម្ដងព្រោះនៅ7នៅប្រទេសជប៉ុនហ្នឹងគឺស្ពូរបស់ញ៉ាំឆ្ងាញ់មែនតើបងប្អូនគឺខ្ញុំ recommend ឲ្យបើមកលេងប្រទេសជប៉ុនគួរតែសាករបស់ទាំងអស់នេះដែលពួកខ្ញុំបង្ហាញនៅក្នុងវីដេអូនេះបងប្អូនគឺឆ្ងាញ់មែនតើខ្ញុំមកប្រទេសជប៉ុន5ថ្ងៃគឺខ្ញុំចូលស្វែនញ៉ាំសឹងរាល់ថ្ងៃហើយឥឡូវកំពុងទៅដើរស្លឹងមើលរបស់នេះពួកខ្ញុំត្រូវញ៉ាំថោពុះសិនមុននឹងទៅញ៉ាំអីនៅក្រៅណាហើយនេះយ៉ាអូហ្នឹងក៏ឆ្ងាញ់ដែរហើយទឹកស្តែកហ្នឹងគឺខ្ញុំឲ្យបេះតែម្ដងគឺឆ្ងាញ់មែនតើចង់recommend ទៅបងប្អូនទាំងអស់គ្នាណាហើយនេះគឺជាប្រភេទក្រែមអីហ្នឹងគឺអត់ទាន់បានសាកទេចាំលើក្រោយអ្វីដែលខ្ញុំចង់ណែនាំនោះគឺប្រភេទ smoothie យើងទិញហើយយើងយកទៅក្លុកនៅកន្លែងគិតលុយណាបងប្អូនគេមានម៉ាស៊ីនក្លុកស្រាប់ចឹងឲ្យយើងណាហើយឆ្ងាញ់មែនតើអាហ្នឹងរសជាតិរបស់វាគឺញ៉ាំហើយគឺ fresh បែបលក្ខណៈជូរអែមតទៅញ៉ាំអីហើយយើងធ្វើដំណើរទៅកន្លែងរថភ្លើងដើម្បីទៅរកអីញ៉ាំនៅខាងក្រៅទៅពួកយើងមាន plan ទៅញ៉ាំសាច់អាំងនៅចិត្តកន្លែងយើងគេងដែរប៉ុន្តែដោយសារតែមកដល់យប់អញ្ចឹងខាងសាច់អាំងគេបិទអីចឹងមកឈរចាំចូលកំងជាប្រភេទស៊ុបណាតែខ្ញុំភ្លេចឈ្មោះបាត់ហើយស៊ុបហ្នឹងប៉ុន្តែឆ្ងាញ់មែនតើហើយអានេះយើង order ខ្លួនឯងគឺអត់មានទៅ order នៅជាមួយនឹងផ្នែក cashier អីទេគឺយើង order ចុចកំងអីទៅគឺវាអូតូទៅខាងគេតែម្ដងហើយខ្ញុំបង្ហាញរូបភាពស៊ុបឲ្យឆ្ងាញ់មែនតើខ្ញុំ recommend បន្ទាប់ពីពួកខ្ញុំញ៉ាំអីហើយគឺពួកខ្ញុំត្រឡប់មកកន្លែងពួកខ្ញុំស្នាក់នៅវិញហើយ sorry ណាដោយសារតែខ្ញុំអត់បានថតកន្លែងស្នាក់នៅទេមានជាការហត់នឿយជាខ្លាំងចឹងអត់បានថតទេហើយឥឡូវអត់មានអីច្រើនទេអស់ហើយគុណសម្រាប់ការទស្សនាវីដេអូទី1ដែលខ្ញុំបញ្ចូលសលេងចឹងអាចរៀងពិបាកស្ដាប់តិចតួចអរគុណច្រើនបាយបាយ